នៅពេលដែលបងប្អូនបងលុយទៅតើទៅទូទាត់អីមុនបាទអញ្ចឹងទូទាត់ការប្រាក់ហើយបានទៅទូទាត់ប្រាក់ដើមបាទសូមស្វាគមន៍បងប្អូនទស្សនិកជនការវិលត្រឡប់មកវិញមកកាន់ channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំបានមានសេចក្តីសំណូមរីករាយនឹងធ្វើការចែករំលែកនៅវីដេអូថ្មីមួយជូនទៅដល់បងប្អូនទស្សនិកជនដែលវីដេអូនេះយើងនឹងទៅចែកគ្នាអំពីរបៀបមើលតារាងការវិភាគសងប្រាក់ហើយនឹងរបៀបនៃការគិតកាត់ទូទាត់អញ្ចឹងសម្រាប់បងប្អូនទស្សនិកជនដែលមិនទាន់បានធ្វើការចុច subscribe channel របស់ខ្ញុំបាទឬក៏ follow page របស់ខ្ញុំបាទបងប្អូនអាចធ្វើការចុចរូបកណ្ដឹងដើម្បីបងប្អូនអាចទទួលបាននៅវីដេអូល្អកលឹះប្លែកដែលទាក់ទងទៅនឹងវិស័យអន្តៀនព័ត៌មានអញ្ញធុគំនិតអញ្ញធុនិងកលឹះដោះស្រាយបញ្ហាល្អបាទអញ្ចឹងបងប្អូនទស្សនិកជនដើម្បីកុំឲ្យខាតពេលវេលាយើងទៅតាមដាននឹងទស្សនារបស់គ្នាបាទសម្រាប់បងប្អូនទស្សនិកជនឥឡូវនេះយើងមកដល់ការមើលតារាងការវិភាគសងប្រាក់អញ្ចឹងតារាងនេះជា sample មួយដែលគឺនាពេលបច្ចុប្បន្ននេះអាចនឹងរូបរាងវាដូចចឹងតែម្ដងអាចខុសទៅនឹងព័ត៌មានខ្លះដែលគេធ្វើការអាប់ដេតចុងក្រោយពីព្រោះតារាងនេះគឺជាតារាងដែលតាំងពីឆ្នាំ2017មកម្លេះប៉ុន្តែខ្ញុំគិតថាมันខុសគ្នាទេគ្រប់ស្ថាប័នគឺស្ថានធនាគារទាំងអស់ទាំងអស់គឺរូបរាងគឺប្រហាក់ប្រហែលអញ្ចឹងខ្ញុំយកតារាងការវិភាគសងប្រាក់តែមួយប្រភេទនេះទេយកមកធ្វើការចែកម្លែកបងប្អូនទស្សនិកជនដោយសារតែតារាងការវិភាគផ្សេងៗអាចនឹងព័ត៌មានប្រហាក់ប្រហែលគ្នាហើយស្តៀងគ្នាទេពីព្រោះខ្ញុំធ្លាប់បានធ្វើមេរៀនឬក៏វីដេអូតាក់ទិនជាមួយនឹងរបៀបសងប្រាក់4ប្រភេទអញ្ចឹងតារាងនេះគឺជាប្រភេទមួយក្នុងចំណោមប្រភេទទាំង4ដែលតារាងនេះគឺជាប្រភេទសងការប្រាក់រំលោះប្រាក់ដើមថេ linear ជារៀងរាល់ខែដែលភាសាបងប្អូនប្រជាជនយើងគាត់ប្រើពាក្យថារំលោះថយនេះបងប្អូនសរុបនេះគឺរំលោះថយ320 200អីចឹងទៅបាទអញ្ចឹងយើងទៅមើលតគ្នានៅលើកិច្ចសន្យាខ្ចីប្រាក់ជាធម្មតាគេមានកិច្ចសន្យាលេខបាទកិច្ចសន្យាលេខនេះធម្មតាកិច្ចសន្យាខ្ចីប្រាក់គឺគេមានចុះសម្គាល់លេខនៃកិច្ចសន្យាគេមានអតិថិជនលេខវាជាព័ត៌មានផ្ទៃក្នុងរបស់គឺស្ថានធនាគារដែលគាត់កំណត់សម្គាល់អតិថិជនគាត់លេខប្រមាណខ្ទង់ដើម្បីគាត់ស្រួលនៅពេលដែលគាត់ចង់ស្វែងរកអតិថិជនមួយហ្នឹងគឺគាត់គ្រាន់តែបាយលេខសម្គាល់ទៅវាចេញឈ្មោះតែម្ដងការបើកឆែកខ្ចីប្រាក់បាទចំអតិថិជននេះក៏ខ្ចីនៅថ្ងៃទី22ខែមិថុនា2017ហើយយើងមានអាស័យដ្ឋានទីកន្លែងសាក់នៅបច្ចុប្បន្នរបស់គាត់គណៈនេះអញ្ចឹងធម្មតានៅគ្រឹះស្ថានធនាគារឬក៏គ្រឹះស្ថានហិរញ្ញវត្ថុគាត់មានគណនីរបស់គាត់ទៅតាមប្រភេទធនាគារនិងមីក្រូហិរញ្ញវត្ថុរៀងៗខ្លួនបាទគាត់មានលេខគណនីសម្គាល់អតិថិជនចុះទៅឈ្មោះអតិថិជនការបើកឆែកវេលាបញ្ចប់នៅឆ្នាំ2023រយៈពេលខ្ចីនេះគេគិតជាថ្ងៃបើជាខែគឺស្មើនឹង72ខែ2000ថ្ងៃជាងមកបាទចំនួនទឹកប្រាក់គឺ$10000អត្រាការប្រាក់1.3% ក្នុងមួយខែអញ្ចឹង10000គឺការប្រាក់$130បាទយើងយក10000គុណនឹង1.3ទៅគឺការប្រាក់130អញ្ចឹងរបៀបគិតការប្រាក់ខ្ញុំធ្លាប់បានចេញវីដេអូមួយបងប្អូនអាចទៅមើលវីដេអូពីរបៀបគិតការប្រាក់ដែលខ្ញុំធ្លាប់ចេញបងប្អូនអាចទៅមើលទៅខ្ញុំនឹងលម្អិតរបៀបគិតការប្រាក់ហ្នឹងហើយអូខេបងប្អូនអញ្ចឹងនៅក្នុងតារាងគេមានថ្ងៃសងប្រាក់បាទអញ្ចឹងលេខ1នេះជាធម្មតាជាថ្ងៃដែលគាត់បើកប្រាក់អញ្ចឹងអតិថិជននេះគាត់បើកលុយ$10000នៅថ្ងៃទី22ខែមិថុនា2017នេះគឺថ្ងៃដែលគាត់ប្រសិទ្ធភាពចេញប្រាក់$10000បាទអញ្ចឹងប្រាក់ដើមអញ្ចឹងប្រាក់ដើមដូចនៅក្នុងមេរៀនដែលខ្ញុំបញ្យល់បងប្អូនពីរបៀបសងប្រាក់អញ្ចឹងប្រាក់ដើមគាត់គឺរំលោះថេអញ្ចឹងយើងយក$10000នេះយើងទៅចែកនឹង72ខែពីព្រោះ6ឆ្នាំគឺស្មើ72ខែឬក៏2000ថ្ងៃជាងបងប្អូនអាចយក$10000ទៅចែកនឹង72ខែទៅក្នុងមួយខែគាត់រំលោះដើម$139.89រាល់ខែរយៈពេល72ខែគឺដាច់តែម្ដងលុយដើមហ្នឹងសម្រាប់ការប្រាក់បងប្អូនមើលអតិថិជននេះគាត់បើកប្រាក់នៅថ្ងៃទី22ខែមិថុនាប៉ុន្តែគាត់បង់ត្រឡប់ទៅវិញគឺគាត់ទៅបង់ដល់ខែសីហាដោយសារតែនៅខែមិថុនានេះវាចុងខែអញ្ចឹងគាត់អត់បង់នៅខែកក្កដាទេខែ7ទេគាត់សុំបង់ដល់ថ្ងៃ3តែម្ដងអញ្ចឹងហើយទៅបានការប្រាក់គាត់ឡើងដល់$182បងប្អូនពីព្រោះវាលើសថ្ងៃច្រើនប្រសិនបើ30ថ្ងៃពេញគឺតែ$130ទេពីព្រោះ10000យើងគុណនឹង 1.3 ទៅ130អញ្ចឹងបងប្អូនកុំឆ្ងល់ថាហេតុអីបើការប្រាក់គាត់ឡើងដល់182ដោយសារតែគាត់លើសថ្ងៃច្រើនអានេះ30ថ្ងៃពេញបើសិនបើគាត់បង់នៅថ្ងៃទី22ខែ7ឬក៏ខែកក្កដា2017អត្រាការប្រាក់គាត់តែ$130ទេអញ្ចឹងគាត់បង់ដល់ថ្ងៃ3ខែសីហាគឺការប្រាក់លើអញ្ចឹងប្រាក់ដើមបូននឹងការប្រាក់មកនេះប្រាក់ដែលត្រូវបង់សរុបគឺ$320.89បាទអញ្ចឹងសួរថា
ការប្រាក់182នេះវាបានពីណាមកនេះបងប្អូនបានពី$10000នេះអញ្ចឹងគុណនឹងអត្រាការប្រាក់នេះប៉ុន្តែដោយសារតែគាត់លើថ្ងៃអញ្ចឹងបងប្អូនចង់ដឹងថារបៀបគិតអត្រាលើថ្ងៃនេះបងប្អូនអាចនៅtrongវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកពីរបៀបគិតការប្រាក់ដែលលើសចំនួនថ្ងៃនេះគឺគិតរបៀបម៉េចហើយវីដេអូមុនខ្ញុំធ្លាប់បានធ្វើការបង្រៀនឬក៏ការចែករំលែកជូនបងប្អូនដែរថារបៀបគិតការប្រាក់ប្រចាំថ្ងៃគឺគិតរបៀបម៉េចបាទចាំបងប្អូនក៏អាចរងចាំនៅក្នុងវីដេអូយើងនឹងទៅសិក្សាទាំងអស់គ្នាបាទអញ្ចឹងការប្រាក់នេះវាកើតចេញពី$10000នេះគុណនឹងអត្រាការប្រាក់ហើយគុណនឹងចំនួនថ្ងៃអញ្ចឹងនៅពេលដែលថ្ងៃ3សីហា2017នៅពេលដែលគាត់បង់រួចរាល់ប្រាក់ដើមដែលនៅជាពាក់ធនាគារគឺគាត់ជាពាក់ប៉ុណ្ណេះបងប្អូនមើលនៅជួរហ្នឹងណាជួរលេខ2នេះគឺគាត់នៅជាពាក់$8000សុំទោស$89,861.11តែសួរថាប្រាក់ដើមនេះវាចេញពីណាមកបងប្អូនវាចេញពី$10000នេះដកនឹងគាត់រំលោះដើមមួយខែ$138.89គាត់បានរំលោះមួយខែបាទអញ្ចឹងប្រាក់ដើមសពណាចុះនៅខែ9នៅពេលគាត់បង់រួចរាល់ដើមប៉ុណ្ណេះការប្រាក់ប៉ុណ្ណេះបូកចូលគ្នាប៉ុណ្ណេះប្រាក់ដើមគាត់គឺថយនៅសល់តែ$9722.22ទេដោយសារគឺ$9861.11នេះដកនឹង$138.89គាត់បានរំលោះដើមមួយខែទៀតអញ្ចឹងដើមគាត់គឺនៅសល់ប៉ុណ្ណេះអញ្ចឹងបងប្អូនត្រូវចំណាំថានៅពេលដែលបងប្អូនបានបង់រួចរាល់តាមខែនេះហើយបងប្អូនចង់ដឹងថាតើប្រាក់ដើមបងប្អូននៅសល់ចំនួនប្រមាណបងប្អូនមើលជួនទៅក្នុងករណីដែលបងប្អូនបានបង់រួចអញ្ចឹងឧទាហរណ៍នេះនេះបងប្អូនអញ្ចឹងយើងមកមើលអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំសូមអត់តលំបាត់រឿងនេះយើងចាំទៅមើល slide ទី2អញ្ចឹងខ្ញុំសង្ខេបមកវិញថាបងប្អូនយល់ណាយល់ពីរបៀបនៃការមើលតារាងសងប្រាក់គឺលក្ខខណ្ឌមានតែប៉ុណ្ណឹងទេប៉ុន្តែនេះជាតារាងមួយក្នុងចំណោមរបៀបសង4បងអាចខមមិននៅលើវីដេអូខ្ញុំបងប្អូនចង់ឲ្យខ្ញុំធ្វើការចែករំលែកពីរបៀបសងផ្សេងៗទៀតបង្ហាញដូចគ្នាអញ្ចឹងខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទស្សនាបន្ថែមទៀតបាទអញ្ចឹងខ្ញុំឧទាហរណ៍ថានៅថ្ងៃទី1ខែមិថុនាខែ6 2018អតិថិជនចង់យកប្រាក់មកបង់ផ្ដាច់ទាំងអស់ថ្ងៃ1មិថុនាបងប្អូនថ្ងៃ1មិថុនាអញ្ចឹងនេះ1មិថុនាគាត់នេះលេខរៀងទី12បងប្អូននៅថ្ងៃទី4មិថុនាបានគាត់ត្រូវបង់ដល់បង់លុយប៉ុន្តែនៅថ្ងៃ1អត់ដល់ថ្ងៃបង់ទេគាត់ចង់យកលុយមកបង់ផ្ដាច់ថ្ងៃ1មិថុនាបងប្អូនបើដល់ថ្ងៃ4ទៅគាត់បង់ប្រាក់ទៅគាត់អាចដល់ថ្ងៃត្រូវបង់ប្រាក់អញ្ចឹងសួរថាតើលុយដើមនេះគេមើលឯណាលុយដើមបងប្អូនអញ្ចឹងបើក្នុងករណីថ្ងៃ4វិញណាបើសិនបើគាត់នៅថ្ងៃ4ខែ6នេះបាទគាត់ចង់បង់ផ្ដាច់បើសិនបើគាត់បង់លុយថ្ងៃ4រួចរាល់វិញណាថ្ងៃ4រួចរាល់មកដល់ឈានដល់ថ្ងៃ5អញ្ចឹងចង់ដឹងតែដើមគាត់មានប៉ុន្មានគេមើលលើជួរហ្នឹងណាបងប្អូនបាទប៉ុន្តែប្រសិនបើគាត់មកដល់ថ្ងៃ4វិញថ្ងៃ4ណាខ្ញុំមិនទាន់និយាយថ្ងៃ1ទេបើសិនបើដល់ថ្ងៃ4ណាថ្ងៃ4គាត់ចង់បង់ផ្ដាច់អញ្ចឹងទី1នេះគាត់ត្រូវមកមើលលុយគាត់នៅក្នុងលើខាងនេះពីព្រោះដោយសារគាត់អត់ទាន់បង់លុយខែ4ខែ6ហ្នឹងទេនៅថ្ងៃ4ហ្នឹងទេបាទអញ្ចឹងដូចគ្នាប្រសិនបើគាត់នៅថ្ងៃ1ខែមិថុនានេះគាត់ចង់មកបង់ផ្ដាច់អញ្ចឹងលុយដើមក៏មិនមែនមើលលើជួរទី12នេះដែរគឺគេមើលនៅលើជួរទី11នេះលុយដើម$8611.10នេះបងប្អូន$8611.10តែបងប្អូនយល់ណាបាទក្នុងករណីដែលគាត់យកលុយថ្ងៃ1បើទោះបីគាត់យកលុយមកថ្ងៃ4នឹងក៏ដោយក៏គាត់មិនអាចមើលលើដើមនេះដែរគាត់ត្រូវមើលលើដើមនេះអញ្ចឹងលុយដែលត្រូវបង់ដើមគឺប៉ុណ្ណេះចុះសម្រាប់ការប្រាក់បើសិនបើគាត់មកឈោយកលុយមកបង់នៅក្នុងថ្ងៃទី4ខែ6នេះការប្រាក់គាត់ពេញតែម្ដងគឺ$119.41ព្រោះគាត់ប្រើលុយគេ30ថ្ងៃពេញប៉ុន្តែធៀបពិតគាត់មកនៅថ្ងៃ1ខែ6អញ្ចឹងនៅខ្វះ3ថ្ងៃទៀតទៅការប្រាក់ហ្នឹងពេញ$119អញ្ចឹងសួរថាតើខ្វះ3ថ្ងៃគាត់ប្រើលុយគេតែ27ថ្ងៃទេតើយើងគិតការប្រាក់គាត់ប្រមាណអញ្ចឹងដូចខ្ញុំបានបញ្ជាក់បងប្អូនយើងថាខ្ញុំធ្លាប់ធ្វើវីដេអូមួយហើយតែទៅជាមួយនឹងការគិតការប្រាក់ចាំហើយបងប្អូនអាចត្រឡប់ទៅមើលវីដេអូហ្នឹងឬក៏បងប្អូនមើលវីដេអូនេះខ្ញុំនឹងបញ្ជាក់ភាសាទៀតអញ្ចឹងបងប្អូនគាត់យកលុយថ្ងៃ1ខែ6
មកបងមានន័យថាគាត់ទើបតែប្រើលុយបាន27ថ្ងៃទេអញ្ចឹងតើគិតរបៀបម៉េចអញ្ចឹងគេយកនេះលុយដើមគាត់នេះ$8611.10 ដុល្លារនេះបងប្អូននេះដោយសារតែលុយដើមគាត់នៅជួននេះនេះ$8611.10 ដុល្លារមិនយកនេះទេពីព្រោះអីគាត់អត់តមកខែ6ទេអញ្ចឹងគេយកអាលុយដើមនេះ$8611.10 ដុល្លារនេះបាទគុណនឹង15.6ក្នុងមួយឆ្នាំព្រោះរូបមន្តយើងយកការប្រាក់ទេអញ្ចឹង 1.3 វាស្មើនឹង15.60% ក្នុងមួយឆ្នាំបងប្អូនព្រោះរូបមន្តដូចវីដេអូខាងដើមខ្ញុំបានវីដេអូមុនខ្ញុំបានបញ្ជាក់ឲ្យថាគឺគេអត់យកការប្រាក់នេះគិតជាខែគិតជាឆ្នាំអញ្ចឹងយកប្រាក់ដើមគុណនឹងអត្រាប្រចាំឆ្នាំ15.6វាចេញមកពី 1.3 គុណ12អញ្ចឹងគាត់ប្រើតែ27ថ្ងៃអត់ពេញ30ថ្ងៃទេពីព្រោះបើ30ថ្ងៃលុយតាតែគាត់មកបង់លុយនៅថ្ងៃ4ខែ6ប៉ុន្តែគាត់មកបង់នៅថ្ងៃ1ខែ6បាទអញ្ចឹងយកលុយដើមគុណនឹងអត្រាប្រចាំឆ្នាំគុណ27ថ្ងៃចែកនៅ360នេះបងប្អូនអញ្ចឹងការប្រាក់គាត់គឺត្រូវបង់ហ្នឹងគឺតែ$100.75ទេបូកជាមួយនឹងប្រាក់ដើមនេះទៅបាទអញ្ចឹងប្រសិនបើគាត់មកបើសិនបើប្រើរហូតដល់ថ្ងៃ4នេះការប្រាក់គាត់គឺ$119.41បាទអញ្ចឹងអតិថិជននេះបើសិនបើគាត់ចង់បង់ផ្ដាច់នៅថ្ងៃ1ខែមិថុនា2018ទី1គាត់ត្រូវយកដើម$8611.10ហើយនឹងការប្រាក់$100.75បាទអញ្ចឹងបងប្អូនទស្សនិកជនបងប្អូនអាចយល់ថាតើយើងត្រូវបង់ផ្ដាច់ទំហំទឹកលុយប៉ុណ្ណាហើយការប្រាក់យើងប្រើប៉ុណ្ណេះថ្ងៃយើងត្រូវបង់ប៉ុណ្ណាអញ្ចឹងបងប្អូនចេះកំណត់ប្រាក់ដើមដែលនៅជាពាក់ប្រមាណទើបបងប្អូនអាចធ្វើការគណនាការប្រាក់ចំនួនប្រមាណនៃថ្ងៃដែលបងប្អូនប្រើប្រាស់អញ្ចឹងនៅក្នុងវីដេអូនេះគឺចែកម្លែកបងប្អូនឲ្យចេះមើលប្រាក់ដើមបងប្អូននៅជាពាក់ធនាគារបងប្អូនឈរនៅចំណុចណាត្រូវប្រាក់ដើមនៅសល់ប៉ុណ្ណាឈរនៅចំណុចណាត្រូវការប្រាក់គិតចំនួនប៉ុណ្ណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានចំណុចចែករំលែកបងប្អូនមួយទៀតដែរជាចំណុចសំខាន់ដែលបងប្អូនយើងមួយចំនួនដែលជាអតិថិជនរបស់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុគាត់មិនសូវចាប់អារម្មណ៍ឬក៏ចាប់អារម្មណ៍ដែរប៉ុន្តែដូចជាមិនច្បាស់បាទបងប្អូននៅឧបមាថាក្នុងករណីអតិថិជនបង់ប្រាក់មិនគ្រប់ចំនួនតាមតារាងសងប្រាក់បាទមិនគ្រប់ចំនួននេះឧទាហរណ៍ចេះខ្ញុំត្រឡប់ទៅតិចឧទាហរណ៍ថាខ្ញុំឧទាហរណ៍អានេះចុះនៅថ្ងៃ3ខែតុលា2017នេះទឹកប្រាក់ដែលគាត់ត្រូវបង់$261.07ប៉ុន្តែអតិថិជននេះគាត់មានលុយតែ$200ទេគាត់នៅខ្វះ$61ទៀតសួរថាតើនៅពេលដែល$200នេះបង់ចូលវាកាន់វាមិនអញ្ចឹងបងប្អូននៅក្នុងប្រព័ន្ធផន្ធនាគារនៅពេលដែលបងប្អូនបង់លុយចូលទី1លុយនេះទទួលទាត់ការប្រាក់មុនក្នុងប្រព័ន្ធគឺអូតូផ្លេចតែម្ដងអញ្ចឹង$200បង់ទៅគឺត្រូវកាត់122.18នៅសល់បានទៅទូទាត់ប្រាក់ដើមអញ្ចឹងនៅពេលដែលប្រាក់ដើមបងប្អូនអត់បានទូទាត់គ្រប់ចំនួនអញ្ចឹងប្រាក់ដើមបងប្អូននៅសល់លើសធម្មតាអញ្ចឹងធ្វើឲ្យខែក្រោយការប្រាក់បងប្អូនកើនទៅតាមនឹងបន្តទៀតដោយសារតែប្រាក់ដើមបងប្អូនបានលុះតិចអញ្ចឹងវាជារូបមន្តទូទៅរបស់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុគ្រប់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុអស់ប្រព័ន្ធផងគេគឺគេចងទូទាត់ការប្រាក់មុនសល់បានទៅទូទាត់ប្រាក់ដើមអញ្ចឹងបងប្អូនកុំឆ្ងល់ថាបងប្អូនបងយឺតយ៉ាវតើវាទៅទូទាត់អីមុនអញ្ចឹងបងប្អូនទូទាត់ការប្រាក់ណាបាទទូទាត់នេះប្រព័ន្ធធ្វើការកាត់ប្រាក់មុនទៅបានទៅទូទាត់ប្រាក់ដើមតាមក្រោយបាទអញ្ចឹងនេះជាចំណុចកលឹះផ្លែមួយដែរខ្ញុំធ្វើការចែកម្លែកដើម្បីបងប្អូនដឹងថានៅពេលដែលបងប្អូនបងលុយទៅតើទៅទូទាត់អីមុនបាទអញ្ចឹងទូទាត់ការប្រាក់ហើយបានទៅទូទាត់ប្រាក់ដើមអូខេបងប្អូនទស្សនិកជនក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងចែកម្លែកបងប្អូនខ្លីខ្លឹមហើយសំខាន់ជាចំណេះដឹងអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនចេះមើលតារាងការពិសោធន៍ប្រាក់បានត្រឹមត្រូវដឹងថាដើមនេះជាពាក់ប្រមាណគិតការប្រាក់ត្រូវទូទាត់ចុងក្រោយឬក៏ប្រហែលថ្ងៃនេះចំនួនប៉ុន្មានឲ្យគេបាទអញ្ចឹងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាខ្ញុំនឹងចេញយើងវីដេអូថ្មីៗសំខាន់ៗបន្តទៀតទាក់ទងជាមួយនឹងផ្សេងទៀតនឹងកំណើនហិរញ្ញវត្ថុ